បងប្អូនតិចទៀតនឹងคล้ายទៅជាមេឃុំคล้ายជាជំទប់ទី1ជំទប់ទី2ក្រុមប្រឹក្សាឃុំសង្កាត់តើបងប្អូនចង់បានអីហើយទៅបម្រើប្រជាពលរដ្ឋរបៀបណាសំណួរចុងក្រោយនេះមានសារៈសំខាន់ណាស់បងប្អូនតើហេតុអីយើងធ្វើជាថ្នាក់ដឹកនាំរបស់គណៈបកពួកយើងគិតថាអ្វីដែលយើងចង់បានគឺសង្គមដែលមានយុត្តិធម៌ហ្នឹងយុត្តិធម៌សង្គមក៏ប៉ុន្តែយើងចង់ឲ្យឃើញគណៈបកយើងខ្លាយពីគណៈបកសកម្មជនគណៈបកដែលធ្វើសកម្មភាពច្រើនជួយបងប្អូនជំរុញបងប្អូនបដិដាបងប្អូនឲ្យបងប្អូននៅមូលដ្ឋានខ្លាយជាមន្ត្រីបម្រើប្រជាពលរដ្ឋបើសិនជាយើងទាំងអស់គ្នាដោតអារម្មណ៍មានឆន្ទៈមានគោលការណ៍បម្រើប្រជាពលរដ្ឋនឹងឯងយើងនឹងកសាងសង្គមមួយដែលយើងចង់បានយើងមិនអាចនិយាយថាខ្ញុំចង់បានសង្គមរបៀបនេះខ្ញុំចង់បានសង្គមរបៀបនេះតែមិនចូលរួមទេហើយយើងក៏មិនអាចធ្វើអ្វីផ្ទុយពីគោលការណ៍របស់យើងដែរខ្ញុំឲ្យឧទាហរណ៍មួយទៀតដែលនេះឲ្យខ្ញុំសូមបញ្ចប់ខ្ញុំហៅបងជេងបងឆៃដោយសារខ្ញុំហៅពួកបាត់បងហេតុអីខ្ញុំមិនដែលហៅអ្នកណាឯកឧត្តមខ្ញុំសូមពន្យល់បន្តិចដោយសារខ្ញុំគិតថាសម្រាប់ខ្ញុំវាមានសារៈសំខាន់មិញខ្ញុំនិយាយថាបងប្អូនទាំងខ្ញុំទាំងថ្នាក់ដឹកនាំជាតិទាំងថ្នាក់ដឹកនាំមូលដ្ឋានយើងនឹងខ្លាយជាអ្នកបម្រើប្រជាពលរដ្ឋខ្ញុំសូមសួរមានប្រមាណអ្នកមានអ្នកបម្រើនៅផ្ទះពួកយើងអត់មានទេខ្ញុំក៏អត់មានអ្នកណាក៏អត់មានដែរក៏ប៉ុន្តែខ្ញុំដឹងថាបងប្អូនមានអ្នកយើងបានជួលមនុស្សទៅចាំចំការទៅជួយធ្វើចំការយើងធ្វើធ្វើសំណង់យើងជួលមនុស្សមកជួយសាងសង់ផ្ទះយើងបងប្អូនអ្នកដែលជួលមនុស្សមកធ្វើការឲ្យយើងហ្នឹងណាអ្នកថាអ្នកបម្រើយើងចុះបងប្រហែលអ្នកហៅពួកគាត់ជំទាវហើយឯកឧត្តមវាអត់មានវាមិនដែលយើងទៅហៅអ្នកស៊ីឈ្នួលយើងឯកឧត្តមជំទាវទេយ៉ាងណាមិញខ្ញុំជាសមាជិកព្រឹទ្ធសភាខ្ញុំជាអ្នកបម្រើរាជខ្ញុំជាអ្នកបម្រើបងប្អូនក្រុមប្រឹក្សាខេត្តក៏អញ្ចឹងក្រុមប្រឹក្សាឃុំសង្កាត់ក៏អញ្ចឹងក្រុមប្រឹក្សាស្រុកក៏អញ្ចឹងហេតុអីយើងទៅហៅគ្នាសិតតែឯកឧត្តមខ្ញុំដឹងថាព្រះមហាក្សត្រតែងតាំងស្អីអាហ្នឹងខ្ញុំយល់ហើយក៏ប៉ុន្តែស្មារតីរបស់យើងស្មារតីកសាងសង្គមមួយដែលយើងចង់បានត្រូវការសកម្មភាពរបស់យើងចេញពីបេះដូងរបស់យើងមិនមែនធ្វើសើទេបើសិនជាយើងធ្វើសើធ្វើដូចគេដូចឯងគ្រាន់តែជាប់ឆ្នោតជាប់អីវាមិនបេះដូងយើងកុំភ្លេចបាវចនារបស់យើងគឺចង់បានសង្គមមួយដែលមានយុត្តិធម៌ដែលមានសិលធម៌ដែលមានសច្ចធម៌អញ្ចឹងអាសកម្មភាពរបស់យើងហ្នឹងសកម្មភាពរបស់យើងធ្វើម៉េចឲ្យវាស៊ីចង្វាក់នឹងជំនឿរបស់យើងនឹងឆន្ទៈរបស់យើងនឹងសតិសម្បញ្ញៈរបស់យើង